បាទសួស្តីបងប្អូនដែលធ្វើការក្នុងប្រទេសជប៉ុនទាំងអស់គ្នាផងដែរបាទហើយក៏ចែកបុណ្យចេញពីខេត្តខណ្ឌអង្គរវត្តខ្មែរសាមគ្គីផងដែរបាទឲ្យបានដល់ទាំងអស់គ្នាផងហើយសម្រាប់ដែលបងប្អូនឬក៏អ្នកដែលស្គាល់ខ្ញុំអីឆាតសួរថាវត្តនៅណាហើយចង់មកលេងវត្តចង់អីចឹងបាទអញ្ចឹងសម្រាប់អ្នកដែលនៅចិត្តនៅឆ្ងាយមិនចាំបាច់ថាមកវត្តឬក៏មាននិស្ស័យឬក៏អត់និស្ស័យទេឲ្យតែចិត្តយើងគិតដល់ការធ្វើបុណ្យឬក៏គិតថាអំពើល្អអីទៅគឺមានបុណ្យហើយបាទហើយសម្រាប់អ្នកដែលនៅឆ្ងាយអត់ទាន់មានឱកាសមកអីហ្នឹងបាទក៏អាចចូលជាបច្ច័យចូលសទ្ធាឬក៏តាមរយៈណាក៏ដោយឲ្យតែជាសេចក្តីបុណ្យអីចឹងបាទអញ្ចឹងក៏អាចមាននិស្ស័យជាមួយនឹងបុណ្យដែរហើយបើមានឱកាសអាចឈៀងមកលេងវត្តខ្មែរសាមគ្គីខេត្តខណ្ឌអង្គរវត្តអីបានអញ្ចឹងបាទហើយសម្រាប់អ្នកដែលនៅចិត្តវិញអាចមកមាននិស្ស័យអីអាចមកវត្តអាចមកអីចឹងបាទមិនគិតថាជាបច្ច័យជាសទ្ធាជាអីទេមកជួយកសាងវត្តមកជួយជាដៃជាជើងមកជួយជាការស្ម័គ្រចិត្តអីហ្នឹងក៏បានបុណ្យដែរបាទអញ្ចឹងមិនប្រកាន់អ្នកចិត្តអ្នកឆ្ងាយហើយមិនប្រកាន់ពណ៌សម្បុរមិនប្រកាន់សខ្មៅពូជសាសនាទេបាទអញ្ចឹងឲ្យតែយើងចូលរួមធ្វើអំពើល្អទៅគឺបានបុណ្យទាំងអស់គ្នាហើយជាពិសេសមួយទៀតគឺកុំភ្លេចបុណ្យឪពុកម្ដាយគឺគុណឪពុកម្ដាយធំធេងអញ្ចឹងបាទអញ្ចឹងមិនប្រកាសថាចាំបាច់តតែធ្វើជាមួយព្រះសង្ឃអីទេបាទអញ្ចឹងយើងធ្វើជាមួយម៉ែឪយើងហ្នឹងក៏បុណ្យធំធេងណាស់ដែរបាទអញ្ចឹងគ្រាន់តែជូនបាយជូនបច្ច័យឬក៏ជូនជាលុយជូនជាទឹកចិត្តជួយកិច្ចការគាត់ឬក៏មើលថែគាត់ឬក៏រំលឹកអីដល់គាត់អញ្ចឹងបាទអញ្ចឹងក៏ជាបុណ្យធំធេងដែរ